ព័ត៌មានបន្ទាន់សហរដ្ឋអាមេរិកទើបតែបញ្ជាក់ពីការបាត់បង់ជីវិតកងទ័ព4នាក់ក្នុងហេតុការណ៍ធ្លាក់យន្តហោះចាក់ប្រេង KC-135 នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់នេះគឺជាការបាត់បង់ដ៏ធំធេងមួយបំផុតក្នុងកំឡុងប្រតិបត្តិការ Epic Fury តើវាជាគ្រោះថ្នាក់បច្ចេកទេសឬត្រូវបានបាញ់ទម្លាក់ដោយសត្រូវយើងនឹងមកបើកកកាយការពិតនៅពេលនេះបញ្ជាការដ្ឋានកណ្ដាលសហរដ្ឋអាមេរិក Center Command បាននិយាយថាយន្តហោះចាក់ប្រេងរបស់សហរដ្ឋអាមេរិកមួយគ្រឿងបានធ្លាក់នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ប្រភពដដែលបានបន្តថាយន្តហោះប្រភេទ KC-135 ដែលមានផិនភាគស្រដៀងនឹងយន្តហោះក្នុងវីដេអូឯកសារនេះបានធ្លាក់ការពីថ្ងៃប្រហ័សបន្ទាប់ពីមានឧបទ្ទវហេតុពាក់ព័ន្ធជាមួយនឹងយន្តហោះមួយគ្រឿងទៀតបញ្ជាការដ្ឋានកណ្ដាលបានសង្កត់ធ្ងន់ថាការធ្លាក់នេះមិនមែនបណ្ដាលមកពីការបាញ់ប្រហារពីសត្រូវឬការបាញ់ច្រឡំគ្នាឯនោះទេហើយវាបានកើតឡើងក្នុងដែនអាកាសមិត្តភាពបញ្ជាការដ្ឋានកណ្ដាលបានបន្ថែមថាមានយន្តហោះ2គ្រឿងទៀតបានពាក់ព័ន្ធក្នុងហេតុការណ៍នេះដោយយន្តហោះទី2បានចុះចតដោយសុវត្ថិភាពកិច្ចប្រឹងប្រែងជួយសង្គ្រោះកំពុងត្រូវបានធ្វើឡើងបន្ទាប់ពីការធ្លាក់ដែលកើតឡើងនៅក្នុងអំឡុងពេលប្រតិបត្តិការ Epic Fury ដែលជាប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់យន្តហោះ KC-135 គឺជាផ្នែកសំខាន់នៃកងយន្តហោះចាក់ប្រេងលើអាកាសរបស់សហរដ្ឋអាមេរិកដែលអនុញ្ញាតឲ្យយន្តហោះចម្បាំងអាចបន្តហោះហើរលើអាកាសសម្រាប់បេសកកម្មរយៈពេលវែងបានទោះជាយ៉ាងណាក៏ដោយក្រុមតស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់ដែលជាក្រុមចម្រុះនៃបកពួកប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់បានចេញមុខអះអាងទទួលខុសត្រូវចំពោះការបាញ់ធ្លាក់យន្តហោះនេះទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃអង្គារថាទាហានអាមេរិករហូតដល់150នាក់បានរងរបួសក្នុងសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់គិតមកទល់ពេលនេះចំនួនបានសម្លាប់មនុស្សអស់ជាង 2000 នាក់ហើយរួមទាំង700នាក់នៅក្នុងប្រទេសលីបង់ទោះបីជាយ៉ាងណាក៏ដោយក្រុមតស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់បានចេញមុខអះអាងទទួលខុសត្រូវចំពោះការបាញ់ទម្លាក់យន្តហោះនេះបានធ្វើឲ្យមានការសង្ស័យយ៉ាងខ្លាំងជុំវិញសុវត្ថិភាពនៃដែនអាកាសរបស់អាមេរិកកំពុងគ្រប់គ្រងនៅតំបន់មជ្ឈិមបូព៌ាយន្តហោះ KC-135 គឺជាផ្នែកដ៏សំខាន់ដែលអនុញ្ញាតឲ្យយន្តហោះចម្បាំងអាមេរិកបន្តបេសកកម្មចម្ងាយឆ្ងាយលោកប្រធានាធិបតីត្រាំបានបង្ហោះសារយ៉ាងក្តៅគគុកលើត្រាស់សូសលថាអាមេរិកកំពុងកំទេចនិងសម្លាប់អ៊ីរ៉ង់ទាំងស្រុងលោកបានព្រមានថាសូមរងចាំមើលថាតើនឹងមានអ្វីកើតឡើងចំពោះពួកអសរសេរថា Suspect ទាំងនេះទៅថ្ងៃនេះគិតមកដល់ពេលនេះជំនួសបានសម្លាប់មនុស្សអស់ជាង 2000 នាក់រួមទាំង700នាក់នៅក្នុងប្រទេសលីបង់ការវាយប្រហារដោយមីស៊ីល Tomahawk របស់សហរដ្ឋអាមេរិកនៅក្បែរសាលារៀនមួយនៅភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់ត្រូវបានគេរាយការណ៍ថាបានសម្លាប់មនុស្ស168នាក់ក្នុងនោះមានកុមារជាង110នាក់តម្លៃប្រេងឆៅប្រភេទ Brent Red បានហក់ឡើងលើសពី$101ក្នុងមួយបារ៉ែលទោះបីជាអាមេរិកចេញអាជ្ញាប័ណ្ណ30ថ្ងៃឲ្យទិញប្រេងរុស្ស៊ីដែលជាប់គាំងមកតាមសមុទ្រដើម្បីធ្វើឲ្យទីផ្សារមានស្ថិរភាពក៏ដោយអ្នកវិភាគថាវិធានការនេះបានបរាជ័យក្នុងការដោះស្រាយបញ្ហារាំងស្ទះផ្គត់ផ្គង់លោក Kevin Nicholson មកពីក្រុម Rainford Investment Group ព្រមានថាការឡើងថ្លៃប្រេងនឹងធ្វើឲ្យសេដ្ឋកិច្ចយឺតយ៉ាវថ្លៃដឹកទំនិញគ្រប់យ៉ាងចាប់ពីគ្រឿងទេសរហូតដល់គ្រឿងសង្ហារិមនឹងត្រូវឡើងថ្លៃតាមតម្លៃប្រេងនៅតាមស្ថានីយ៍ដែលបូកបញ្ចូលទៅលើតម្លៃទំនិញដែលយើងទិញមន្ត្រីសន្តិសុខអ៊ីរ៉ាក់និយាយថានាវាដឹកប្រេងពីរគ្រឿងត្រូវបានវាយប្រហារដោយទុកផ្ទុកដោយគ្រឿងផ្ទុះរបស់អ៊ីរ៉ង់កំពុងផែប្រេងអ៊ីរ៉ាក់ដំណើរការទាំងស្រុងហើយអ៊ីរ៉ង់បដិញ្ញាបន្តបិទច្រកហូម៉ូសដែលនាំឲ្យផលិតកម្មប្រេងធ្លាក់ចុះ10លានបារ៉ែលក្នុងមួយថ្ងៃសន្ទុះដោននិង SP 500បានធ្លាក់ចុះខណៈសាំងនៅកាលីហ្វ័រញ៉ាឡើងដល់$8អ្នកជំនាញព្រមានថាកំណើន GDP នឹងរងផលប៉ះពាល់ពី10ទៅ30 base point ហើយអតិផរណានឹងបន្តកើនឡើងខ្ពស់ដែលបង្ខំឲ្យធនាគារកណ្ដាលមិនអាចបញ្ចុះតម្លៃអត្រាការប្រាក់បានសរុបមកវិញការធ្លាក់យន្តហោះ KC-135 មិនត្រឹមតែជាការបាត់បង់ជីវិតយុវជនដ៏អង្អាច4នាក់ប៉ុណ្ណោះនោះទេប៉ុន្តែវាជាសញ្ញានៃវិបត្តិសង្គ្រាមដែលកំពុងឆេះរាលដាលដល់សេដ្ឋកិច្ចពិភពលោកទាំងមូលកំពុងតាមដានមើលជំហានបន្ទាប់របស់សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់យ៉ាងយកចិត្តទុកដាក់បំផុតតើបងប្អូនយល់យ៉ាងណាដែរចំពោះការអះអាងរបស់ក្រុមប្រដាប់អាវុធគាំទ្រដល់អ៊ីរ៉ង់ដែលថាពួកគេជាអ្នកបាញ់ទម្លាក់យន្តហោះ KC-135 នេះសូមបញ្ចេញមតិយោបល់របស់បងប្អូននៅខាងក្រៅវីដេអូនេះសូមអរគុណសម្រាប់ការទស្សនារបស់លោកអ្នកជួបគ្នានៅវីដេអូឃ្លីបក្រោយសូមប្រិយមិត្តកុំភ្លេចជួយចុច like និង share វីដេអូនេះដើម្បីឲ្យពិភពលោកដឹងពីស្ថានភាពដ៏គ្រោះថ្នាក់មួយនេះនិងកុំភ្លេចជួយចុច Subscribe ដើម្បីកុំឲ្យខកខាននៅព័ត៌មានថ្មីៗជាបន្តទៀត